បញ្ហារឿងចង់ញ៉ាំផ្អកកំពឹសចង់អីហើយបងប្អូនអើយឥឡូវនេះចេះធ្វើផ្អកផ្គាមួយមុខនេះគឺថាឆ្ងាញ់ហ្មងហ្នឹងណាមើលតែម៉ត់ទៅដឹងហើយហ្នឹងហើយឥឡូវមកមើលការធ្វើរបស់ខ្ញុំទាំងអស់គ្នាផ្គាហ្នឹងផងដែរបងប្អូនគឺផ្គាដែលយើងកកទិញពីកញ្ចប់នៅផ្សារយើងធម្មតាហ្នឹងគ្រាន់តែយើងទិញហើយយើងធ្វើការត្រាំទឹកត្រជាក់វាឲ្យរលាយទឹកកកវាអញ្ចឹងណាបងប្អូនបន្ទាប់មកយើងយកមកជូតវាជាមួយกระดาษសើមនេះបងប្អូនជូតវាផ្ដិតវាឲ្យស្ងួតល្អកុំឲ្យវានៅមានជាប់ជាតិទឹកជាតិអីខ្លាចកាលដែលយើងយកទៅត្រាំទៅខ្លាចវាខុលវាអីក្លិនអត់ល្អអញ្ចឹងណាខ្ញុំធ្វើការត្រាំជាមួយទឹកត្រីបងប្អូនទឹកត្រីសុទ្ធយើងហ្នឹងបងប្អូនប្រើម៉ាក់អីក៏ប្រើទៅណាបងប្អូនណាទឹកត្រីសុទ្ធហ្មងត្រាំហើយអញ្ចឹងទៅក៏ខ្ញុំទុកនឹងកន្លនឹងរយៈពេល5ថ្ងៃក៏បងប្អូនដូចថានៅរៀងក្តៅជាងហ្នឹងទុក3ថ្ងៃអីចឹងបើបងប្អូននៅរៀងតិចជាងខ្ញុំអញ្ចឹងអាចទុកដល់មួយអាទិត្យអីចឹងទៅនៅថ្ងៃនេះរយៈពេល5ថ្ងៃមកមើលសាច់ផ្គារបស់យើងបងប្អូនគឺថាស្រស់ស្អាតអញ្ចឹងហើយអាទឹកផ្គាដែលយើងត្រាំហ្នឹងគឺខ្ញុំអត់យកវាមកប្រើឲ្យបងប្អូនទាំងអស់គ្នាខ្ញុំចាក់វាចោលទាំងអស់អញ្ចឹងណាបងប្អូនហើយឥឡូវនេះមកមើលគ្រឿងផ្សំយើងទាំងអស់គ្នាវិញខ្ញុំធ្វើមកលីងកលីងហ្នឹងដើម្បីទុកឲ្យត្រជាក់យើងងាយស្រួលដាក់ជាមួយប្រឡាក់វាចាវជាមួយអញ្ចឹងណាបងប្អូនហើយទៅក៏យើងនៅនេះអត់សូវមានល្ហុងទេបងប្អូនអើយអញ្ចឹងខ្ញុំមានល្ហុងមួយផ្លែក៏ខ្ញុំលាយផ្លែការ៉ុត3ផ្លែទៅដំបូងខ្ញុំភ្លេចនឹកឃើញបងប្អូនខ្ញុំមកឈូសឡើងដូចយើងបុកល្ហុងអញ្ចឹងភ្លេចនឹកឃើញថាផ្អកគេចិត្តរៀងចនិតអូហ្នឹងហើយដល់ពេលនឹកឃើញហ្នឹងវាចង់អស់ហើយប៉ុន្តែនៅតែឈូសបានដុំខ្លះឈូសអញ្ចឹងខ្លះណាហ្នឹងហើយហើយតែបងប្អូនចង់ធ្វើរបៀបឈូសចេះក៏បានដែរបងប្អូនអត់បញ្ហាអីទេហ្នឹងហើយហ្នឹងស៊ីសងលើយើងចូលចិត្តរបៀបចនិតធំឬក៏ស្ដើងអញ្ចឹងទៅហើយខ្ញុំធ្វើការចិត្តហ្នឹងដាក់1គីឡឡើងមកល្មមបងប្អូនការ៉ុត3ផ្លែនិងផ្លែល្ហុង1ហើយទៅនេះដល់ពេលហើយអូគេបុកផ្អកកំពឹសហ្នឹងណាគេហាន់ចេះតើឲ្យភ្លេចនឹកឃើញដល់អស់ហើយសល់បានហាន់អាចុងក្រោយបន្តិចហ្នឹងឯងដោយសារឈូសអត់អស់គុំអីហ្នឹងខ្ញុំឈូសទៅតែតិចទីបងប្អូនអើយហ្នឹងហើយខ្ញុំមកធ្វើការហាន់រំដេងបងប្អូនទាំងអស់គ្នារំដេងមួយដុំហ្នឹងខ្ញុំដាក់អត់អស់ពេកទេបងប្អូនអើយវារៀងធំដែរអញ្ចឹងណាខ្ញុំអត់ដឹងថាដំបងបរិមាណអីម៉ានដែរអញ្ចឹងណាបងប្អូនអញ្ចឹងក៏ចេះសាកធ្វើលើកទី1ទៅអញ្ចឹងហើយឥឡូវនេះខ្ញុំយករំដេងហ្នឹងមកបុកបងប្អូនបុកវាឲ្យរៀងម៉ត់ដែរអញ្ចឹងណាកុំឲ្យយើងខាំបើនៅរៀងដុំទៅខាំប៉ះដេងទៅវាខ្លាចរៀងដូចហាងរៀងអីអញ្ចឹងណាអញ្ចឹងខ្ញុំធ្វើការបុកឲ្យរៀងម៉ត់និយាយទៅខ្លាចអត់ម៉ត់បងប្អូនព្រោះរំដេងហ្នឹងរំដេងកកអញ្ចឹងហើយខ្ញុំដាក់អង្ករលីងបុកទៅជាមួយគ្នាគេងឯងទាំងអស់គ្នាអញ្ចឹងទៅព្រោះអញ្ចឹងទៅដើម្បីវាអត់ខ្ទាតដែរហ្នឹងដាក់អង្ករចូលហើយខ្ញុំធ្វើញីនេះមិញហ្នឹងដោយសារថាយើងថតទៅបើបុកទៅអង្គើកាមេរ៉ាមើលអត់កើតដែរអញ្ចឹងខ្ញុំធ្វើញីជូនបងប្អូនប៉ុន្តែបងប្អូនអាចមើលជាក់ស្ដែងបានអញ្ចឹងណារៀងបុកមកម៉ត់ល្មមដែរកុំម៉ត់ទៅភ្លឹងពេកហើយក៏កុំអត់ម៉ត់ពេកហ្នឹងហើយអាហ្នឹងក៏ស្រ័យលើបងប្អូនដែរចូលចិត្តរបៀបម៉េចក៏អញ្ចឹងទៅហ្នឹងហើយនេះខ្ញុំដាក់ស្ករស2ស្លាបព្រាបាយហើយខ្ញុំថែមអំបិលប្រហែល1ចុងស្លាបព្រាកាហ្វេហ្នឹងបងប្អូនបន្ទាប់មកក៏ខ្ញុំលាយផ្គាដែលយើងយកមកហ្នឹងនិយាយទៅអត់លាងទឹកអត់លាងអីណាបងប្អូនគ្រាន់តែចាក់ទឹកត្រីវាហ្នឹងត្រាំទៅចោលទៅបានហើយយកផ្គាហ្នឹងយកមកច្បល់ចូលគ្នាឲ្យសព្វហ្មងបងប្អូនឲ្យសព្វមើលតើវារលាយស្ករនិងអំបិលនឹងចូលគ្នាឲ្យអស់ចឹងទៅក៏ខ្ញុំធ្វើការញាត់ចូលកន្លបងប្អូននិយាយទៅមកល្មមកន្លកាហ្វេរបស់ខ្ញុំហ្នឹងណាកន្លហ្នឹងផ្គាប៉ុណ្ណឹងបងប្អូនអាចឃើញបានណាហ្នឹងហើយល្ហុងមួយផ្លែការ៉ុត3ផ្លែហ្នឹងគឺថាមកល្មមពេញបឹបហ្មងណាហ្នឹងហើយដល់ពេលខ្ញុំធ្វើការអញ្ចឹងខ្ញុំរៀងញាត់វារៀងណែនដែរអញ្ចឹងទៅតោះហើយខ្ញុំទុកចោលរយៈពេល3ថ្ងៃមុននឹងទុកចោលហ្នឹងខ្ញុំធ្វើការគ្របវាជាមួយថង់ plastic wrap ហ្នឹងហើយអញ្ចឹងមកបន្ទាប់មកខ្ញុំដាក់គ្របពីលើខ្ញុំ wrap ពីលើគម្របនឹងមកជុំទៀតព្រោះឲ្យយើងការពារខ្លាចរុយទុំមកដបអីចឹងណាហ្នឹងហើយខ្ញុំទុកចោលនៅក្រៅទូតិចបងប្អូនទុកនៅចក្រានបាយចោលហ្នឹងឯងរយៈពេល3ថ្ងៃក្រោយនេះលទ្ធផលខ្ញុំយកមកមើលទៅខ្ញុំភ្លក់ទៅវាជូរល្មមឆ្ងាញ់ហើយអញ្ចឹងបងប្អូនចង់ធ្វើផ្គាផ្អកកាពីផ្គាញ៉ាំអីចាអាចយករៀនទៅធ្វើបានអញ្ចឹងណាខ្ញុំធ្វើលើកទី1ប៉ុន្តែខ្ញុំមានអារម្មណ៍ថាឆ្ងាញ់ណានិយាយទៅវីដេអូដែលខ្ញុំធ្វើបើអត់ឆ្ងាញ់អញ្ចឹងខ្ញុំអត់ថតបង្ហោះពីវិធីធ្វើទេណាតោះតែខ្ញុំភ្លក់ដឹងថាឆ្ងាញ់ហើយអាហ្នឹងបានខ្ញុំធ្វើបង្ហោះជូនបងប្អូនមើលហ្នឹងហើយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូមួយនេះជំរាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ